បងប្អូនឥឡូវខ្ញុំនាំទៅមើលមន់ពងតើសមុទ្រនេះមន់របស់យើងពងបានប៉ុណ្ណាហើយឥឡូវនេះមកវាចូល12 15នាទីបងប្អូនតោះឥឡូវយើងចូលទៅមើលក្នុងរោងមើលចង់ដឹងថាពងមន់ល្អមើលបែបណាពេលដែលវាពងហើយបងប្អូនតោះនេះឥឡូវខ្ញុំនឹងដាក់កាមេរ៉ាទៅខាងក្រោយឲ្យបងប្អូនមើលទាំងអស់គ្នាតោះនេះបងប្អូនពងប្រចាំថ្ងៃរបស់យើងអានេះខ្ញុំអត់តន់រើសទេបងប្អូនឃើញទេធ្លាក់មកហើយនេះស្មល់នេះឡើងពងហើយបងប្អូននេះហើយពងមន់នេះគឺពងថ្មីបងប្អូនអាចមើលបានស្រស់ល្អណាស់នេះហើយមន់របស់យើងនេះគឺសុខភាពល្អអញ្ចឹងពងមកក៏ស្អាតដែរអញ្ចឹងបងប្អូនអាចមើលទៅនេះហើយសំខាន់គឺវានៅលើទំនំលើត្រង់ស្រេចទៀតគឺជើងវាអត់មានប៉ះដីប៉ះបន្លាក់អីទេបងប្អូនណាឃើញទេឥឡូវខ្ញុំឲ្យបងប្អូនទៅមើលខាងនោះម្ដងយើងទៅមើលខាងនោះទាំងអស់គ្នានេះបងប្អូនមកនេះឡើងយើងចាប់ផ្ដើមមើលពងអីបាទអញ្ចឹងបងប្អូនដែលត្រូវការពងមាន់យកទៅបាទបោះដុំបន្តធ្វើអាជីវកម្មលក់ដូរឲ្យបងប្អូនអាចតាក់ទងមកបានបងប្អូនខ្ញុំម្ចាស់ត្រង់ផ្ទាល់អញ្ចេះបងប្អូនយកទៅគឺបាទលក់ដូរទៅគឺបានចំណេញច្រើនដែរបងប្អូនយើងយកមកតង់ផ្ទាល់ពីត្រង់ណាតែបើបងប្អូនលើកបន្តអាហ្នឹងគេតាមពីស្តង់ពីអីផ្សេងអាហ្នឹងគាត់អាចចំណេញមកតង់យកពីត្រង់យើងទៀតអញ្ចឹងបងប្អូនណាដែលចង់បាទសាកបងរកស៊ីធ្វើអាជីវកម្មអីតូចតាចដើមទុនតូចតាចលក់ដូរនឹងផ្សាយលក់ដូរពងមាន់ពងទាអីអាចបាទតាក់ទងមកខ្ញុំបានហើយសំខាន់គឺពងមាន់ត្រង់របស់ខ្ញុំបន្តអញ្ចឹងខ្ញុំមានធានាថាផ្គត់ផ្គង់ឲ្យបងប្អូនគឺគ្រប់បាទមិនឲ្យខ្វះទេណាហើយអ្វីដែលពិសេសគឺគុណភាពពងមាន់នេះដូចបងប្អូនឃើញណាពងយើងចេញពីត្រង់មកផ្ទាល់ហ្មងអញ្ចឹងបងប្អូនដែលយកទៅគឺបាទមានគុណភាពល្អហើយបងប្អូនលក់បាទគឺពងយើងស្អាតពងយើងល្អគេយកទៅធ្វើនំធ្វើបង្អែមអីហ្នឹងគឺឆ្ងាញ់របស់គេហើយអញ្ចឹងបងប្អូនលក់ពងមាន់ដែលមានគុណភាពល្អពងមាន់ក្នុងស្រុករបស់យើងនេះគឺជួយច្រើនវាចំទៅជួយសេដ្ឋកិច្ចក្នុងស្រុករបស់យើងផងតែបើបងប្អូនយកពងមាន់ពីណាមកអត់ដឹងប្រភពច្បាស់លាស់បងប្អូនប្រឈមច្រើនណាទី1អ្នកដែលទិញបន្តពីយើងទៅបើពងគុណភាពមិនល្អគាត់នឹងឈប់មកទិញយើងហើយបងប្អូនហ្នឹងក៏សម្រាប់បងប្អូនអ្នកលក់ដូរយកទៅលក់បន្តអញ្ចឹងបងប្អូនត្រូវគិតកន្លែងហ្នឹងដែរសម្រាប់បងប្អូនអ្នកលក់ដូរយូរវែងឆ្ងាយធ្វើនំធ្វើអីផ្សេងបងប្អូនតាក់ទងមកខ្ញុំហ្នឹងណាត្រង់មាន់ផ្ទាល់តែម្ដងបងប្អូនអត់មានយកពងមាន់មកពីណាទេនេះបងប្អូនឃើញស្រេចហើយនេះ selfie មួយមាន់ចុះហើយមាន់របស់យើងនេះគឺសុខភាពល្អបងប្អូនឃើញស្រេចអញ្ចឹងសម្រាប់បងប្អូនដែលចង់លក់ដូរអាជីវកម្មអីបងប្អូនមានអាជីវកម្មលក់ដូរក្នុងផ្សារឲ្យស្រេចក៏បានដែរបងប្អូនក៏បន្ថែមអាជីវកម្មរបស់យើងទៅបាទយកទៅដាក់នៅផ្សារទៅបងប្អូនណាដែលត្រូវការអីគាត់ឃើញគាត់នេះកំងគាត់ចង់បាននេះហើយពងនេះពងយកចេញពីត្រង់ស្រស់ចេះបងប្អូនយកទៅទុកលក់គឺទុកបានយូរមិនខូចទេព្រោះយើងដឹងប្រភពច្បាស់លាស់តែខ្លាចតែពងមាន់ឬក៏ពងទាអីផ្សេងបងប្អូនអត់ដឹងប្រភពបងប្អូនយកបន្តមកអត់ដឹងថាត្រង់នៅណាចំបែបម៉េចអីបែបម៉េចទីតាំងនៅណាអញ្ចឹងបងប្អូនលក់ដូរទៅបើថាគេទិញយើងទៅវាខូចគុណភាពថ្ងៃក្រោយគេឈប់មកទិញយើងហើយបងប្អូនគេទិញយើងតែម្ដងហ្នឹងអញ្ចឹងណាតែបើយកទៅរបស់យើងគុណភាពល្អតម្លៃក៏សមរម្យទៀតអញ្ចឹងថ្ងៃក្រោយគាត់នឹង
nơi tại to tinh dương xạ ca mùi dương gì này nè bóng ổn ai mơ màng tình thiệp còn còn mà dưỡng á nè chẳng bóng ổn trời ca ấy ai tẹt tôn comment khẳng cao của ban này nè bóng ổn mơ lên chứ hay dưỡng ai cụt con ban chán bóng ổn này ngay vì tàu bọc nhóm miền tàu pan này chẳng bóng ổn ở miền tầm rơi cá cũng click tẹt tôn mà bóng ổn tí tăng bao giờ nó cũng sập bóng ổn khai bắt tập bong mũi tiết tẹt tôn tình năng ca đặt chỉnh chún bong bong ổn vô trán một phay sam sập đống bắt tập bong tim mình chơi bóng sát chạm thì sam sai sập đống lá nhưng đặt ở free bóng ổn hay bóng ổn là tẹt tôn trời cá cứ và dân chạm đáy cũng xả ca kia khi mà đáy này tụi bay chỉ pong khai đa pong cầm ro dạng ná có miên pong hay bóng này nó ngay video bao khi miên tập ban ngay bóng thôi